បាទសូមគោរពជម្រាបសួរបងប្អូនពុកម៉ែ Facebook ខ្ញុំទទួលបានមកវិញហើយសួងនិពន្ធអក្សរខ្មែរហើយ page របស់ខ្ញុំ SNP New ចាប់ផ្ដើមប្រើមកវិញហើយខានផុស5ឆ្នាំហើយចាប់តាំងពីមនុស្ស1លាននាក់ឥឡូវសល់តែប្រហែល64000ជាងនាក់ហើយ SNP New របស់ខ្ញុំនឹងចាប់ផុសវិញហើយអញ្ចឹងវេទិកាចង់ដឹងវគ្គ3នេះបងប្អូននឹងស្ដាប់បងមុនរ៉េតតើគាត់មានប្រសាសន៍យ៉ាងម៉េច ស្រុកខ្មែរដែលជាបណ្ឌិតកវីផ្នែកច្បាប់ផ្នែកជំនាញខាងកិច្ចការអន្តរជាតិហ្នឹងហ៊ានសរសេរវែកញែកអំពីហេតុអ្វីបានជារដ្ឋាភិបាលមិនព្រមប្តឹងអត់មានអ្នកណាហេតុអ្វីបានជាមិនព្រមប្តឹងនៅអង្គុយចាំបាត់គេដកហូតព្រលឹងហ្នឹងទៅបញ្ញវន្តសង្ងំសុកទាំងអស់គ្នាខ្ញុំជឿថាពិបាកណាស់នៅក្នុងស្ថានភាពនេះបើអត់សង្ងំសុកគឺគេនឹងធ្វើទុកប៉ុន្តែនៅពេលដែលអស់លោកសង្ងំសុកវាធ្វើឲ្យបណ្ឌិតមួយចំនួនដែលលុកខួរក្បាលហើយមានងារជាបណ្ឌិតមានងារជាអីក៏ប៉ុន្តែរឿងដើម្បីប្រយោជន៍ជាតិដើម្បីអីធំអញ្ចឹងបានតែអាជ័យធ្លាក់ទឹកហើយឲ្យតាមតែរដ្ឋាភិបាលចង់ឲ្យថាអីថានឹងរដ្ឋាភិបាលឲ្យឈប់ថាអញ្ចឹងទៅស្រុកទេសនេះនឹងអត់មានសេចក្តីសុខសុភមង្គលសន្តិភាពស្អីទេយើងនឹងអូខេអរគុណបងមុនរ៉េតដែលបានចេញវីដេអូជាបន្តសញ្ញាកំណត់ខ្ញុំចូលចិត្តស្ដាប់សញ្ញាកំណត់ដោយបងមុនរ៉េតបងសុនដារាតិចតួចហើយបងសេងសេរីបាទបងកឹមសុកបន្តិចតួចខ្ញុំស្ដាប់អញ្ចឹងទៅព្រោះខ្ញុំចូលចិត្តស្ដាប់ជាបែបការវិភាគបែបសញ្ញាកំណត់ជាងមិនមែនគាត់តែព្រឹត្តិការណ៍ចាញ់ឲ្យបាននិយាយវាអ្នកណាក៏និយាយបានដែរប៉ុន្តែអាសញ្ញាកំណត់ហ្នឹងសំខាន់អញ្ចឹងឥឡូវខ្ញុំសូមសួរទៅដល់បណ្ឌិតនៅស្រុកខ្មែរទាំងអស់ហ្នឹងពាក្យថាបណ្ឌិតហ្នឹងមានអត្តបកិច្ចអីខ្លះបណ្ឌិតហ្នឹងមានអត្តបកិច្ចអីខ្លះកុំដូចប្រពុតមានពុទ្ធដីកាថាបណ្ឌិតពិតប្រាកដគឺជាបណ្ឌិតចលាចលយើងនឹងខ្លាចបណ្ឌិតពិតប្រាកដគឺជាបណ្ឌិតដែលមានក្រមសីលធម៌មានសច្ចធម៌មានយុត្តិធម៌និងបំរើផលប្រយោជន៍ដល់ជាតិដល់ប្រជាពលរដ្ឋអាហ្នឹងបានគេហៅថាបណ្ឌិតតើកម្ពុជានៅប្រទេសកម្ពុជាមានបណ្ឌិតបែបហ្នឹងឬអត់ឬទេសច្ចធម៌យុត្តិធម៌ណានិយាយការពិតនិងបំរើប្រជាពលរដ្ឋនេះបានគេហៅថាបណ្ឌិតតែបើបណ្ឌិតគ្រាន់តែជាกระดาษសភៅមិនហ៊ាននិយាយការពិតមិនហ៊ានវែកញែកពីបញ្ហាសង្គមបញ្ហាជាតិគឺស្មើពួកចៅអនាធិបតេយ្យចៅអនាធិបតេយ្យហ្នឹងគឺមានន័យថាពួកជនផ្ដាច់ការគេឲ្យដេកគេឲ្យឈរគេឲ្យអង្គុយប្រៀបអន់ជាងសត្វឆ្កែដែលនៅក្នុងផ្ទះទៀតហេតុអីសត្វឆ្កែទោះជាម្ចាស់ក្រឬក៏មានក៏សត្វឆ្កែនៅតែនៅជាមួយម្ចាស់និងការពារម្ចាស់ដែរតើហេតុអ្វីបានបណ្ឌិតទាំងអស់នោះមិនការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរមិនការពារផលប្រយោជន៍ជាតិបែរទៅជាការពារផលប្រយោជន៍ហ៊ុនសែននិងផលប្រយោជន៍បកកុម្មុយនីសវៀតណាមហៅថាបកប្រជាជនបងប្អូនប្រជាពលរដ្ឋខ្មែរយើងវិភាគមើលទាំងអស់គ្នាតើសត្វឆ្កែនិងបណ្ឌិតដែលនៅក្រោមអំណាចរបស់ហ៊ុនសែនឬក៏នៅក្នុងប្រទេសហ្នឹងមួយចំនួនតើសត្វឆ្កែការពារផ្ទះនិងការពារទ្រព្យសម្បត្តិម្ចាស់និងបណ្ឌិតដែលសុខចិត្តលូនក្រាបនៅក្រោមអំណាចរបស់ហ៊ុនសែនឲ្យហ៊ុនសែនឲ្យដេកឲ្យឈរឲ្យអង្គុយតើមួយណាមានផលប្រយោជន៍ដល់ជាតិជាងមានណាមួយផលប្រយោជន៍ដល់ម្ចាស់ជាងក្នុងនាមយើងជាពលរដ្ឋគឺយើងជាម្ចាស់អ្នកធ្វើនយោបាយជាម្ចាស់អ្នកគ្រប់គ្រងអ្នកមានអំណាចទាំងអស់នោះពួកយើងជាអ្នកបងពុនពួកនោះជាអ្នកបម្រើយើងនៅក្នុងទស្សនៈរបស់ខ្ញុំចឹងនយោបាយមាន3នយោបាយដឹកនាំគ្រួសារនយោបាយដឹកនាំអាជីវកម្មនិងនយោបាយដឹកនាំសង្គមជាតិសេដ្ឋកិច្ចជាតិពិតប្រាកដនោះគឺប្រជាពលរដ្ឋមានជីវិតធូរធារតើប្រជាពលរដ្ឋនឹងធូរធារនៅអត់តើអ្នករៀនចេះដឹងមានសញ្ញាបត្របណ្ឌិតទាំងអស់ហ្នឹងអ្នកឯងបណ្ឌិតពិតប្រាកដឬក៏បណ្ឌិតคล้ายដោយប្រពុតមានពុទ្ធដីកាថាពួកចៅអនាធិបតេយ្យឬក៏ហៅថាពួកចៅពួកបិសាចអញ្ចឹងបាទខ្ញុំទាញមកប្រៀបធៀបថារវាងឆ្កែការពារផ្ទះការពារទ្រព្យសម្បត្តិម្ចាស់និងបណ្ឌិតមិនការពារផលប្រយោជន៍ប្រជាពលរដ្ឋនិងបណ្ឌិត
mình cà pia phò phải giỏi chiết tao cái năng mình đứt nơi sọc khmai nó mùi nam miền đầm lại chia bao này ai cái thằng này ai chia mình đứt này ai tranh mà xe mà ai vết nhét mới buộc mình đứt nó chụp chung như vậy như ta hết ấy ban chiều hôn san mình đang từ là ca anh ta chiết ai xì chỉ buộc bánh hà prom đan nè đặc nom rộp miên sức đã bị bẩn đăng từ là ca anh ta chiết ai xì chế đầm bay ao đầm ná ca hãy đo sai tăng đan tắc đan cụcแต่ភាគីយួននិងភាគីកម្ពុជាសារឡើងវិញបោះបកគោព្រំដែនសារឡើងវិញតាមផែនទីបារាំងគូសទីប៉ុណ្ដាតាមបើតាមចិត្តខ្ញុំជាជនជាតិខ្មែរម្នាក់ខ្ញុំទទួលស្គាល់តែផែនទីនៅក្រៅខ្នងខ្ញុំទេតែដោយសារតែកម្ពុជាយើងវាតូចអត់ជំរឿសគ្មានកម្លាំងក្នុងការយកទឹកដីយើងមកវិញយើងយកអ្វីដែលយើងមានពីបារាំងគូសទីប៉ុណ្ដាហ្នឹងតែយើងទទួលយកប៉ុណ្ណឹងសិនតែតែថាកន្លងមកពួកយើងមិនដែលបានសរសេរបានគូសផែនទីឲ្យដាក់តម្កល់នៅអង្គការសហប្រជាជាតិឬក៏អីទេអញ្ចឹងផែនទីដែលនៅសេសសល់ដែលបារាំងទីប៉ុណ្ដាហ្នឹងទទួលយកប៉ុណ្ណឹងសិនទៅចាំអ្នកឯងមានអំណាចមានសេដ្ឋកិច្ចល្អមានពលរដ្ឋច្រើនមានអំណាចមានសភាវុធទំនើបហើយចាំបាយយកវិញក៏បានដែរពីព្រោះទឹកដីថៃក៏ដោយទឹកដីយួនក៏ដោយគឺជាទឹកដីរបស់ខ្មែរទឹកដីឡាវក៏ដោយព្រោះឡាវគេមិនបានទៅណាទេគ្រាន់តែគេផ្សុំផ្ដាច់ខ្លួនពីយើងព្រោះដោយសារតែយើងនឹងវាខ្សោយពេកយួនក៏យកដីយើងថៃក៏យកដីយើងចឹងហើយបានជាបរទេសនៅជុំវិញពិភពលោកគេថាខ្មែរយើងជាពូជបាត់ដីភាសានេះមិនមែនត្រឹមតែយួនថាឲ្យយើងមិនមែនត្រឹមតែថៃថាឲ្យយើងទេមនុស្សនៅជុំវិញពិភពលោកគេថាឲ្យយើងថាជាពូជសាសន៍បាត់ដីវាបាត់ដីមែនយើងត្រូវទទួលស្គាល់ការពិតថាជាពូជសាសន៍ខ្មែរគឺជាពូជសាសន៍បាត់ដីជាពូជសាសន៍ដែលធ្លាប់ខ្លាំងជាងគេហើយក៏ជាពូជសាសន៍ដែលធ្លាប់បាត់ដីដែរព្រោះឲ្យគេបង្កើតខ្លាយទៅជាប្រទេសដ៏ល្បីមានយួនមានថៃមានឡាវជាពូជបាត់ដីគេនិយាយមិនខុសទេសំខាន់បំផុតក្នុងនាមយើងជាជនជាតិខ្មែរបើគេនិយាយបែបហ្នឹងតែយើងត្រូវរៀបខ្លួនយើងធ្វើខ្លួនយ៉ាងម៉េចត្រូវរួបរวมសាមគ្គីគ្នាយ៉ាងម៉េចបណ្ឌិតត្រូវមានភាពទទួលខុសត្រូវយ៉ាងម៉េចក្នុងសង្គមជាតិអ្នកចំនួនតែធ្វើយ៉ាងម៉េចដើម្បីឲ្យរីកចម្រើនកែច្នៃផលិតផលក្នុងស្រុកនាំចេញឲ្យលើឆាកអន្តរជាតិអនុវត្តច្បាប់អាជីវកម្មនយោបាយដឹកនាំប្រទេសជាតិពង្រឹងវិស័យកងទ័ពនយោបាយមេដឹកនាំត្រូវតែមានការផ្លាស់ប្ដូរមួយអាណត្តិម្ដងឬក៏ពីរអាណត្តិម្ដងត្រូវតែមានការផ្លាស់ប្ដូរពីបកមួយទៅបកមួយឬក៏ពីអ្នកពីក្រុមមួយទៅក្រុមមួយខ្ញុំគិតថាតាមមួយអាណត្តិទៅបានហើយថាពីរអាណត្តិចុះអាហ្នឹងនិយាយយ៉ាងច្រើនបំផុតពីរអាណត្តិគាត់តែតាមមួយអាណត្តិហ្នឹងគឺចាប់ផ្ដើមមានការផ្លាស់ប្ដូរទៅព្រោះនៅស្វីសគេតាមអាណត្តិទេ4ឆ្នាំទេនៅកម្ពុជាមាន5ឆ្នាំថាយ៉ាងធ្វើល្អបំផុតពីរអាណត្តិទៅប៉ុណ្ណឹងចុះសូមឲ្យមានការផ្លាស់ប្ដូរអញ្ចឹងហើយគុំនៅក្រោមឥទ្ធិពលកុម្មុយនីសវៀតណាមគុំនៅក្រោមឥទ្ធិពលណាទាំងអស់តំណែងតំណងការបរទេសល្អប្រទេសណាក៏ដោយចិនក៏ដោយណាដែរចង់វិនិយោគមកប្រទេសកម្ពុជាវិនមកហើយប្រទេសកម្ពុជាត្រូវតែមានយានដ្ឋានផលិតកងទ័ពផលិតនេះអាវុធផលិតកាភ្លើងផលិតក្របបែកផលិតអីក៏ដោយដ្រូនចម្បាំងដ្រូនស្អីក៏ដោយត្រូវតែផលិតហើយនាំចេញទៅលើឆាកអន្តរជាតិនាំចេញផលិតដ្រូននាំចេញផលិតអាវុធនាំចេញបាទឬយ៉ាងហោចណាស់ក៏នាំចេញបច្ចេកវិទ្យាដូចស្វីសអ្នកចំណេះដឹងស្វីសគឺថាគេផលិតអាវុធដូចអាវុធឡាស៊ែអាវុធស្អីទាំងអស់បច្ចេកវិទ្យាស្អីទាំងអស់ហ្នឹងគឺស្វីសចេញទៅធ្វើការឲ្យនៅប្រទេសអាមេរិកនៅប្រទេសណាដែលផ្សេងទៀតគេលក់បច្ចេកវិទ្យាលក់ចំណេះដឹងណាហើយមើលសភាវុធដែលស្វីសទិញមកគឺនៅក្នុងដែនអធិបតេយ្យរបស់ស្វីសគ្មានប្រទេសណាមួយអាចបិទលេខកូដលេខបានទេគឺទិញមកដាច់មកដាក់ទង់ជាតិស្វីសមកអត់មានដាក់ទង់ជាតិណាទេឈូសចោលទាំងអស់ទង់ជាតិហើយហ្នឹងហើយគេថាប្រទេសអាជីក្រិតយល់ទេធ្វើវិនិយោគមកទាំងអស់រកស៊ីបានទាំងអស់សហការល្អបានទាំងអស់អាហ្នឹងមកគេហៅថាអាជីក្រិតបាទសូមអរគុណ